របៀបនៃការទិញគឺអ្នកទាំងអស់គ្នាត្រូវដឹងថាអាមេរិកគឺខុសពីកម្ពុជាយើងនៅអាមេរិកគឺមានច្រើនរដ្ឋអញ្ចឹងរដ្ឋនីមួយៗគឺមានច្បាប់ផ្សេងៗគ្នាហើយបើសិនជាយើងមានបងប្អូនឬមួយក៏យើងមានអ្នកស្គាល់គ្នាឬមួយយើងពេញចិត្តនៅរដ្ឋណាគឺយើងអាចតាក់ទងធ្វើការជាមួយនឹងភ្នាក់ងារអចលនវត្ថុនៅរដ្ឋហ្នឹងបាទដែលគាត់អាចមាន license ធ្វើនៅតែក្នុងរដ្ឋហ្នឹងឬមួយក៏រដ្ឋណាដែលគាត់មាន license ទេពីព្រោះมันអាចមនុស្សម្នាក់គឺគាត់ធ្វើទូទាំងអាមេរិកបានទេគឺគាត់ធ្វើតែតំបន់របស់គាត់នៅក្នុងរដ្ឋរបស់គាត់ឬមួយជាងការអាចមានរដ្ឋផ្សេងៗទៀតដែលគាត់អាចមាន license បាទអញ្ចឹងជាទូទៅបាទអ្នកខ្លះគឺជាភ្នាក់ងារអចលនវត្ថុធម្មតាអ្នកខ្លះទៀតស្ហៅដូចជា realtor ដូចខ្ញុំហ្នឹងជា realtor ដែលមាន PIN មាននិមិត្តសញ្ញា CSR ហ្នឹងដែលជាសមាជិកភ្នាក់ងារអចលនវត្ថុបាទហើយជាពិសេសមួយទៀតមែនតើទៅអ្នកខ្លះគឺគាត់មានដូចថាមានបទពិសោធន៍នៅក្នុងការទិញលក់ជាមួយជនជាតិបរទេសដែលជា realtor ឬមួយក៏ជាភ្នាក់ងារអចលនវត្ថុអន្តរជាតិគាត់មានបទពិសោធន៍គាត់យល់ពី culture បាទជនកម្ពុជាយើងគាត់រស់នៅច្រើនគឺទីមួយនៅរដ្ឋ California ហើយពីច្រើននៅម្ដុំ Los Angeles នៅ Long Beach បាទហើយនៅខាង San Francisco នៅខាងរដ្ឋ Massachusetts នៅ Lowell នៅខាងFlorida ហើយនៅ Texas បាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាស្រឡាញ់តំបន់ណាដែលអ្នកទាំងអស់គ្នាចង់ទិញចង់អីហើយអ្នកទាំងអស់គ្នារកភ្នាក់ងារអចលនវត្ថុនៅតំបន់នោះតាមរយៈមិត្តភ័ក្តិដែលស្គាល់ឬមួយក៏អីហើយយើងមើលពេញចិត្តយើងអីហើយរបៀបនៃការធ្វើមួយទៀតគឺយើងត្រូវវេលុយអញ្ចឹងវេលុយយើងអាចវេតាមរយៈធនាគារពីកងរបស់យើងនៅក្នុងប្រទេសកម្ពុជាហ្នឹងទៅខាង escrow account នៅអាមេរិកបាទគឺ escrow ហ្នឹងគឺគេជួយយើងទៅលើគឺកិច្ចសន្យាទិញលក់អចលនវត្ថុគេជួយយើងទៅលើការផ្ទេរកម្មសិទ្ធិហើយនឹងទទួលលុយហើយនឹងកិច្ចការមួយចំនួនទៀតបាទអ្វីដែលអ្នកនរនេះត្រូវគិតជាចាំបាច់ហ្នឹងគឺទីតាំងដែលអ្នកនរត្រូវជ្រើសរើសប្រភេទអចលនវត្ថុដែលអ្នកនរនេះត្រូវជ្រើសរើសហើយភ្នាក់ងារដែលអ្នកនរនេះត្រូវធ្វើការជាមួយហើយចំណុចចុងក្រោយនេះគឺតាក់ទងជាមួយនឹងពន្ធដារពីព្រោះពន្ធសម្រាប់ជនជាតិអាមេរិកពន្ធទៅលើប្រាក់ចំណូលពីការជួលហើយពន្ធទៅលើប្រាក់ចំណេញនៅពេលដែលថ្ងៃក្រោយយើងចង់លក់ចេញវិញគឺមានការខុសគ្នាបើសិនជាអ្នកនរគ្នាគឺថាចង់ទិញនៅតំបន់ណាមួយអញ្ចឹងអាចតាក់ទងមកខ្ញុំបានអាចសួរជាយោបល់បានបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសូមអរគុណបាទ